ក្រុមលេខាធិការដ្ឋាននៃ RBC រវាងយុទ្ធភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោយប៉ែតក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC យុទ្ធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននាម៉ោង2រសៀលថ្ងៃទី27ខែមករានេះនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទល់នឹងខេត្តស្រែកែវថៃនេះបើតាមលោកស្រីម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃអង្គារនេះលោកស្រីម៉ាលីសុចិតាបានបញ្ជាក់ថាគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសកឹមបៈប្រធានក្រុមលេខាធិការ RBC កម្ពុជារីឯគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយលោកភិថាយាគុលពោធសុវណ្ណប្រធានក្រុមលេខាធិការ RBC ថៃនៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូចនេះ